ខុងជឺនិយាយថាបើអ្នកមានគោលដៅគម្រោងការនឹងคล้ายជាច្បាស់លាស់គោលដៅគឺដូចជាផែនទីដែលចង្អុលផ្លូវអ្នកនៅពេលអ្នកដឹងយ៉ាងច្បាស់ថាខ្លួនឯងចង់ទៅណាគម្រោងការនឹងបង្ហាញខ្លួនឯងការកំណត់គោលដៅច្បាស់លាស់ជាជំហានដំបូងឆ្ពោះទៅរកភាពជោគជ័យគោលដៅដែលច្បាស់លាស់នាំមកនូវសកម្មភាពដែលច្បាស់លាស់ការកំណត់គោលដៅជួយឲ្យអ្នកដឹងថាអ្នកទៅណាដឹងថាអ្នកត្រូវធ្វើអ្វីវាអាចជួយវាស់វែងការរីកចម្រើនរបស់យើងវាអាចជួយរក្សាការផ្ដោតអារម្មណ៍និងជួយដល់ការរស់នៅប្រកបដោយជីវិតដែលមានន័យកំណត់គោលដៅដ៏មានប្រសិទ្ធភាពគឺត្រូវមានលក្ខណៈឆ្លាតវៃពោលគឺជាក់លាក់អាចវាស់វែងបានអាចសម្រេចបានពាក់ព័ន្ធនិងមានពេលវេលាកំណត់